នៅក្នុងខ្សែជីវិតនៃពួកអ្នកលេងរមែងជួបប្រទះនៅឧបសគ្គភ្លៀងផ្គរនៅលើវិថីវាយតតធាក់ឬបាញ់បោះកាប់ចាក់ដើម្បីយកឈ្នះរវាងគ្នានឹងគ្នាដោយជៀសមិនផុតឡើយប៉ុន្តែទោះបីជាយ៉ាងណានៅក្នុងចំណោមនៃពួកក្រុមអ្នកលេងទាំងអស់នោះក៏មានក្រុមខ្លះក៏ជាមនុស្សល្អផងដែរពលគឺពួកគេបង្កើតក្រុមឬបពុឡើងគឺគោលបំណងដើម្បីស្វែងរកការគាំទ្រនៃវត្ថុបំណងរបស់ក្រុមខ្លួនដើម្បីរួបរวมគ្នាក្នុងការការពារជនស្លូតត្រង់នៅក្នុងសង្គមផ្ទុយអំពីក្រុមពួកអ្នកលេងខិលខូចដែលតែងតែផ្ដល់នូវវិនាសកម្មដល់សង្គមវាយតប់ទាត់ធាក់ជនស្លូតត្រង់តូចតាចគៀបសង្កត់អ្នកទន់ខ្សោយបង្កភាពចលាចលដល់សង្គមឲ្យមានភាពវឹកវរលើសពីនេះទៅទៀតក្រុមនៃពួកអ្នកលេងគឺមានច្រើនបទច្រើនបែបសន្តានណាអ្នកលេងខ្លះប្រើវិធីសាស្ត្រធ្វើបាបមនុស្សដោយផ្លូវភ្លឺឬឯអ្នកលេងខ្លះទៀតប្រើវិធីធ្វើបាបមនុស្សដោយផ្លូវងងឹតឬហៅម្យ៉ាងទៀតថាជាវិជាមន្តអាគមឬដេរឆានវិជាដោយប្រើពពួកអមនុស្សនៅលើដងវិថីផ្លូវថ្នល់ជាតិក្រាលគ្រោះកៅស៊ូខ្មៅរលើបរថយន្តសាំយ៉ុងពណ៌សដឹកអ្នកដំណើរមួយគ្រឿងកំពុងបង្អន់បន្ថយល្បឿនបើកភ្លើងសញ្ញោសំផ្លូវបត់ចូលទៅក្នុងភូមិផ្លូវលំមួយកន្លែងដែលក្រាលដេចតង់មុតមមបរោះម្នាក់មានពណ៌សម្បុរស្រស់ថ្លាមានមុំតមសាច់ហាប់ណែនច្រមុះស្រួចកែវភ្នែកមុតថ្លារោមចិញ្ចាមក្រាស់ខ្វៅក្រឹបមានដងពុកមាត់តិចតិចនិងមានស្នាមសាក់នៅលើបរិវេណដើមទ្រូងលេចចេញបន្តិចបន្តួចខណៈពេលលាវអាវខាងលើរបស់គេត្រូវបានរបេះរបូតយុធាដែលស្គាល់ថាជាអ្នកកំឡោះសង្ហាយើងគេកំពុងអង្គុយនៅលើកៅអីខាងក្រោយគៀកក្បែរនឹងនារីដ៏ស្រស់ស្អាតម្នាក់ព្រោះដែលហេតុថានៅកៅអីជួរខាងមុខគឺផ្ទុកសុទ្ធតែមនុស្សចាស់ដូច្នេះបើយោងតាមសជីវធម៌របស់ខ្មែរយើងគឺអ្នកដែលមានអាយុក្មេងជាងមនុស្សចាស់គឺតែងតែមានភាពគោរពទៅដល់អ្នកដែលជាចាស់ទុំយ៉ាងដូចនេះហើយស្របពេលជាមួយគ្នានោះអ្នកកំឡោះយើងតែងតែដៀងភ្នែកក្រឡែករំពៃមើលទៅកាន់នារីដែលកំពុងអង្គុយក្បែរខ្លួននោះជាញឹកញយព្រោះអ្នកកំឡោះហាក់ដូចជាមានអារម្មណ៍ថានាងក្រមុំម្នាក់នោះប្រៀបដូចជាអ្នកដែលរស់នៅក្នុងភូមិរបស់គេដែរដោយឡែកនាងក្រមុំម្នាក់នោះនាងហាក់ដូចជាកំពុងដឹងថាមានអ្នកលួចដៀងភ្នែកក្រឡែកមើលមកកាន់នាងក្រមុំស្រីក៏ងាកបែរភ័ក្រមកមើលអ្នកកំឡោះពីព្រោះបានដឹងថាមានតែអ្នកកំឡោះនឹងហើយដែលដៀងភ្នែកមើលមកនាងជាញឹកញយគ្មាននរណាផ្សេងឡើយព្រោះត្បិតនៅក្នុងឡានមានតែអ្នកកំឡោះនិងនាងក្រមុំទេដែលអង្គុយនៅកៅអីស្របជាមួយគ្នានោះទន្ទឹមពេលនោះខណៈពេលនាងក្រមុំយើងងាកមុខមករកនាយប្រកបដោយទឹកមុខស្មើរំពេចនោះយុធាក៏បែរមុខសម្លឹងទៅមាត់បង្អួចខាងក្រៅយ៉ាងលឿនរហ័សមើលទៅសភាពវាលស្រែវាលស្រូវធ្វើប្រងើយហាក់ដូចជាគ្មានរឿងអ្វីកើតឡើងយ៉ាងអញ្ចឹងជួនពេលជាមួយគ្នានោះដែរបន្ទាប់ពីឃើញគេងាកបែរមុខចេញធ្វើដូចពុំដឹងរឿងនាងក្រមុំក៏ប្រែថ្ពាល់ក្រហមមួយរំពេចនៅក្នុងចិត្តក្តៅឆាវប្រកបដោយភាពខ្នក់ខ្នាញ់ហើយក៏គិតថាបើសិនជាមនុស្សប្រុសម្នាក់នោះធ្លាប់ស្គាល់នាងកាលពីមុនមកម្ល៉េះសំនាងចាប់បោចសក់របស់គេបញ្ច្រាស់ហើយនៅពេលនេះប៉ុន្តែទោះបីជាចក្ខុរបស់គេទាំងគូបានកំពុងគយគន់ទិដ្ឋភាពដ៏ស្រស់ត្រកាលនៅខាងក្រៅបង្អួចក៏ពិតមែនក៏ប៉ុន្តែត្រចៀកទាំងពីរបានកំពុងផ្ទៀងផ្ទាត់ត្រង់ត្រាប់ស្ដាប់យ៉ាងជាក់លាក់នៅភាសាអារម្មណ៍ដែលស្ដែងចេញតាមរយៈអរិយាបថខាងក្រៅរបស់ស្រស់ស្រីក្រមុំលោកបន្តិចក្រោយដោយគិតថានាងក្រមុំលែងខ្វាយខ្វល់គិតអំពុលសម្លឹងមើលមកកាន់គេទៀតយុធាក៏ងាកបែរភក្ត្រាដល់សង្ហាអ្នកកំឡោះរំពេចសម្លឹងទៅនាងក្រមុំវិញក៏ប៉ុន្តែមានឯណាកំឡោះសង្ហាសឹងតែប្រហោងពោះព្រោះវាពុំដូចការគិតឡើយ
តាមពិតនៅពេលដែលយុទ្ធាកំឡោះយើងបែរភក្ត្រាទៅចំពេលនាងក្រមុំយើងក៏បែរមុខមករកអ្នកកំឡោះដូចគ្នាដែរវាហាក់ដូចជាខ្សែបន្ទាត់ពីរសងខាងដែលស្របគ្នាយ៉ាងដូច្នោះដែរអ្នកកំឡោះយុទ្ធាសម្លឹងមើលវងភ័ក្រដ៏ល្អផុសផុសឥតបីដោយឥតព្រិចខ្សោយនេត្រាបន្តិចឡើយសក់ស្រីចងបួងផាត់ទៅលើគៀបដោយគ្នាបស្អាតកាយភ្នែកទាំងគូថ្លាដូចពេជ្រផែនថ្ពាល់សមាត់រលោងគ្មានស្នាមច្រមុះស្រួចចង្ការព្រែកបបោមាត់ក្រហមកំពុងធ្វើឲ្យយុវៈកំឡោះជ្រុលជ្រើមដោយការអារម្មណ៍ជឿលួងនៅសម្ផស្សស្រស់ស្រីដោយហេតុថាយុទ្ធាហាក់មើលរំពៃមុខនាងក្រមុំពេកក្រសែភ្នែកទាំងពីរក៏លែងហ៊ានមើលមុខគេចំហើយក៏ទម្លាក់ចោលនៅខណៈពេលនោះកន្ទុយភ្នែករបស់ស្រស់ស្រីក៏ពើប្រទះនៅស្លាក់ស្នាមសាក់ជាប់ទ្រូងរបស់គេបន្តិចរំពេចនោះទឹកមុខរបស់នាងក៏ប្រែជាស្ងួតស្ងប់ទៅវិញភ្លាមក៏ងាកមុខចេញពីគេដោយការសម្លក់សម្លឹងប្រៀបដូចជាកំពុងស្អប់ជាមួយនឹងអ្វីមួយយ៉ាងដូច្នោះរំពេចនោះស្មារតីអ្នកកំឡោះយើងហាក់ភ្ញាក់ស្វាងអំពីភាពស្រវឹងនៃសម្រស់ស្រស់ស្រីនិងរំពៃមើលខ្លួនឯងដោយការពិចារណាហើយក៏ដឹងភ្លាមថាแล้วអាវរបស់គេត្រូវបានរបេះរបើកចំហចេញសាច់ទ្រូងទើបអាចកាត់យល់ន័យបានភ្លាមថានាងក្រមុំប្រហែលមិនចូលចិត្តនៅទស្សនវិជ្ជាបែបនេះឡើយមួយសន្ទុះក្រោយមករថយន្តក៏បានមកដល់ភូមិហើយអ្នកដំណើរលោកអ៊ំលោកតាយាយពូមីងក៏បានចោះព្រោះថាភូមិរបស់គាត់គឺនៅតំបន់នេះក្រោយអំពីពួកគាត់បានចោះចេញពីក្នុងរថយន្តអស់នៅសល់ឡើយតែកំឡោះក្រមុំទាំងពីរនាក់ប៉ុណ្ណោះដែលពុំទាន់ចោះព្រោះទំនងជាភូមិរបស់គេអាចនឹងនៅផ្លូវខាងមុខក៏ថាបានខណៈពេលនោះពូតៃកងឡានក៏សួរមកកាន់អ្នកកំឡោះយុទ្ធាយើងថាណែអាកំឡោះអើយមិនក៏មិនចោះនឹងគេកំឡោះសង្ហាយុទ្ធាញញឹមនឹងតបទៅកាន់ពូតៃកងវិញថាចោះយ៉ាងម៉េចទៅពូបើពូជូនខ្ញុំមិនទាន់ដល់ភូមិខ្ញុំផងផ្ទះខ្ញុំរំលងមួយភូមិទៀតគឺដល់ហើយពូតៃកងក៏តបបែបភ្ញាក់ផ្អើលថាអូអញ្ចឹងទេអីពូស្មានតែក្មួយនៅភូមិនេះដែរអញ្ចឹងនាំគ្នាមកអង្គុយខាងមកអញ្ចឹងគ្រាន់តែលើពូតៃកងប្រាប់ដូច្នេះភ្លាមស្រាប់តែនាងក្រមុំរូបស្អាតក៏ស្ទុះអោបសាក់កដោងើបវឹងមកអង្គុយខាងមុខមុនគេហាក់ដូចជានាងពិតពុំចង់អង្គុយក្បែរអ្នកកំឡោះយើងប៉ុន្មានឡើយដោយឡែកយុទ្ធាវិញគ្រាន់តែឃើញអកប្បកិរិយាក្រអឺតក្រទមរបស់នាងយ៉ាងដូចនេះគេបានត្រឹមអង្គុយអោបសាក់កដោលួចញញឹមម្នាក់ឯងតិចដោយមិនចង់ប្រជែងជាមួយនឹងនាងនោះឡើយបន្ទាប់ពីនាងបានទៅអង្គុយកៅអីខាងមុខក្បែរពូតៃកងគេឮនាងនិយាយប្រាប់ទៅពូតៃកងថាពូកុំបើកលឿនពេកព្រោះរំលងតែមួយភូមិនឹងទេនឹងដល់ភូមិខ្ញុំហើយខណៈពេលឮនាងនិយាយយ៉ាងដូចនេះភ្លាមវាហាក់ដូចអ្វីដែលគេបានសង្ស័យលើនាងយ៉ាងពិតប្រាកដមែនថានាងក្រមុំម្នាក់នេះបើមិននៅភូមិជាមួយគេទេក៏ជាអ្នករស់នៅជាប់ជាមួយភូមិរបស់គេដែរឥឡូវវាក៏ដូចអ្វីដែលគេគិតទុកពិតប្រាកដមែនស្របពេលជាមួយគ្នានោះដែរដោយដឹងថានាងក្រមុំទឿនប្រាប់ពូតៃកងដោយខ្លាចគាត់បើកឡានហួសផ្ទះរបស់នាងពេលនោះអ្នកកំឡោះយុទ្ធាក៏ប្រាប់មកកាន់គាត់ផងដែរថាពូបើកលឿនបន្តិចទៅព្រោះផ្ទះខ្ញុំនៅឆ្ងាយណាស់បើពូបើកយឺតនោះមកជាខ្ញុំដាច់បាយថ្ងៃត្រង់មិនខានទេលុះលើគេនិយាយបែបកាច់កង់ជាមួយនាងបែបនេះនាងក្រមុំងាកមុខមកក្រោយវឹងមើលមកយុទ្ធាដោយបើកក្របភ្នែកធំពុនពងមាត់ហើយក៏និយាយប្រាប់ទៅពូតៃកងដោយមិនមើលមុខរបស់គាត់ថាពូបើកតិចបានហើយចាំពូជូនខ្ញុំទៅដល់ផ្ទះហើយចាំពូបើកលឿនចុះបែបផ្ដាច់ព្រលឹងក៏បានដែរយុទ្ធាកៀងសម្ដីនិយាយលេងចាញ់ព្រោះខ្លួនកំពុងគិតថានាងក្រមុំគឺពិតជាចង់វាចាសម្ដីឌៀមដាមសោកសៀតមកកាន់អ្នកកំឡោះ
មួយស្របក់ក្រៃមករថយន្តក៏បានរំកិលកង់មកដល់ចូលក្នុងភូមិដែលមានទេសភាពល្អស្រស់បំព្រងឥតបីកណនារុក្ខជាតិខៀវខ្ចីនានារុក្ខផល្លាដ៏អមសងខាងផ្លូវខណៈរំពេចនោះនាងក្រមុំយើងក៏ប្រាប់ទៅលោកពូតៃកងឡានឲ្យឈប់ចតនៅជាយផ្លូវខាងមុខផ្ទះដែលនាងកំពុងចង្អុលដៃទៅខាងស្ដាំនោះស្របពេលជាមួយគ្នានោះទន្ទឹមពេលស្រស់ស្រីក្រមុំនាងកំពុងចោះចេញពីក្នុងរថយន្តដោយស្នាមញញឹមនាងក៏និយាយជម្រាបលាមកកាន់ពូតៃកងដោយការគួសមអរគុណច្រើនហើយពូលាសិនហើយសង្ឃឹមថាលើក្រោយនឹងមាននិស្ស័យអាចបានជិះឡានរបស់ពូម្ដងទៀតពេលនោះយុធាក៏បានតបវាចាមកកាន់នាងថារួចចោះបងវិញតើយ៉ាងម៉េចដែរភ្លាមនោះនាងក៏បានចោលភ្លេចមើលមកកាន់អ្នកកំឡោះយើងសម្លឹងសម្លក់បែបខ្នាញ់ដោយមិនជ្រលក់មាត់រកគេឡើយហើយក៏ដើរចូលទៅក្នុងផ្ទះទាំងដំណើរលឿនលយបន្ទាប់មកពូតេកង់ក៏បើករថយន្តធ្វើដំណើរឆ្ពោះទៅមុខបន្តទៀតផុតឆ្ងាយអំពីខាងមុខផ្ទះរបស់ស្រស់ស្រីផងដែរគ្រានោះពូសក់ដែលជាឪពុកក៏ដើរចេញមកពីក្នុងផ្ទះនិងសម្លឹងមើលទៅរថយន្តដែលបានបរផុតនិងក៏សួរកូនស្រីថារចនាកូនឯងស្គាល់គេដែរមែនទេរចនាតបអត់ផងពុកកូនមិនដែលស្គាល់ផងមិនយូរប៉ុន្មានវេលាយប់ក៏ឈានចូលមកដល់ក្រាលក្រភូមិឋានឲ្យយល់ទៅភាពងងឹតព្រាលព្រាលមើលគ្នាសឹងពុំយល់នាផ្លូវលំមួយខ្សែដ៏សែនស្ងាត់ជ្រងំតភ្ជាប់ពីភូមិមួយទៅភូមិមួយទៅកាត់តាមវាលស្រែដែលពោពេញដោយទឹកដក់ស្រេចស្រេចនារីម្នាក់កំពុងជិះម៉ូតូម្នាក់ក្នុងសភាពប្រៀបដូចកំពុងផិតភ័យអំពីរឿងអ្វីមួយរំពេចនោះក៏មានបរិះម្នាក់មានមាំម្នាក់កំពុងពួនសំងំនៅពីក្រោយដើមត្នោតមួយដើមក្នុងក្រសែភ្នែកពោពេញដោយភាពក្រឡេបក្រឡាប់បានកំពុងលោបលួចសម្លឹងហាក់ដូចជាប៉ុនប៉ងអ្វីមួយទៅលើនាងគិតមិនខុសគឺបរិះនោះកំពុងអុចបារីមួយដើមនិងជក់បឺតយកផ្សែងផ្លុំបង្ហាទៅតាមខ្យល់ដោយសូត្របាលីអ្វីមួយចេញពីមាត់មួយស្របក់នាងដែលកំពុងជិះម៉ូតូនោះហាក់មានអារម្មណ៍ពុំស្រួលនិងក៏បានឈប់បងអន់ម៉ូតូរួចក៏ឈប់ដោយផ្ដួលម៉ូតូទុកចោលនៅលើផ្លូវនិងដើរសម្ដៅមករកបរិះម្នាក់នោះគ្រាន់តែឃើញបែបនេះភ្លាមគេហាក់ញញឹមចុងមាត់និងនិយាយតែម្នាក់ឯងថាពិតជាល្អមែនអរគុណលោកគ្រូបរិះនោះគេគឺជានិស្ស័កកូនប្រុសរលបរិះម្នាក់នោះគេគឺជានិស្ស័កកូនប្រុសរបស់លោកពូផលដែលជាគ្រូមន្តអាគមដ៏ល្បីឈ្មោះប្រចាំភូមិនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកពូផលមិនដែលបង្ហាត់បង្រៀនមន្តអាគមដែលគាត់បានចេះចាំទៅកាន់និស្ស័កឲ្យចេះនោះឡើយព្រោះគាត់គិតថានិស្ស័កកូនប្រុសរបស់គាត់ពុំមានតម្លៃស័ក្តិសមនឹងរៀនវិជ្ជាមន្តអាគមទាំងនេះឡើយតែទោះជាយ៉ាងណានិស្ស័កនៅតែបំពេបំពេញនិងចង់ចេះចង់ដឹងលួចរៀនមន្តអាគមទាំងនោះដោយពុំឲ្យពូផលបានដឹងឡើយងាកវិលត្រឡប់មកកាន់នាងក្រមុំម្នាក់នោះនៅពេលនេះគឺនាងកំពុងដើរមករកនិស្ស័កទាំងស្មារតីហាក់មិននៅនឹងខ្លួនបន្ទាប់ពីដឹងថានាងម្នាក់នោះកំពុងចូលមកក្បែរគៀករាងកាយរបស់គេនិស្ស័កក៏យកដៃចាប់ស្ទាបអង្អែលលើរូបរាងកាយរបស់នាងតាមអំពើចិត្តទាំងដែលនាងកំពុងផ្លាំងផ្លឹកស្មារតីដោយមិនដឹងខ្លួនខណៈពេលនិស្ស័កបំរុងចាប់សម្រាប់ខោរបស់នាងឲ្យចេញផ្នែកខាងក្នុងពេលនោះក៏ស្រាប់តែលេចចេញនៅរូបរាងក្របីខ្មៅមួយក្បាលស្ទុះមកភ្ជុលបោះនិស្ស័កបណ្ដាលឲ្យគេផ្លោងខ្ទាតចេញពីនាងក្រមុំម្នាក់នោះហើយនាងហ
ហាក់បានដឹងស្មារតីឡើងវិញរួចក៏រត់យករួចខ្លួនក្នុងពេលនោះទៅភ្លាមនោះក្របីខ្មៅក៏ស្ទុះរត់ទៅផុតបាត់ស្រមោលឈឹងនៅទីកំបាំងព្រៃយ៉ាងលឿនរហ័សនីស័កខឹងសម្បាយ៉ាងខ្លាំងនឹងស្ទុះងើបក្រោកពីក្នុងភក់ទឹកស្រែវិញដោយការមិនអស់ចិត្តនីស័កបាននិយាយលឺតែម្នាក់ឯងទាំងកំហឹងភ្លាមថាយីចោះក្របីអ្នកណានឹងវើយកុំឲ្យយើងដឹងថាម្ចាស់របស់ឯងនៅឯណាឲ្យសោះវើយដោយខ្លាចថាមានមនុស្សមកឃើញគេតន់នីស័កក៏ងាកមើលមុខក្រោយឆ្វេងស្ដាំនិងរត់សម្ដៅចូលទៅក្នុងភូមិវិញទាំងយកអារម្មណ៍មិនល្អយកទៅជាមួយតាមពិតទៅនៅក្នុងភូមិមួយនេះគឺពុំមានអ្នកណាឬគ្រួសារណាចិញ្ចឹមក្របីនោះឡើយគឺមានតែគោមាន់ទាតែប៉ុណ្ណោះម្យ៉ាងវិញទៀតសត្វក្របីខ្មៅមួយក្បាលនោះវាហាក់មិនមានសភាពដូចក្របីធម្មតានោះឡើយមើលទៅវាហាក់ដូចជាក្របីអាគមដែលបញ្ជាដោយបុគ្គលអ្នកចេះមន្តអាគមណាម្នាក់យ៉ាងអញ្ចឹងទោះបីជាយ៉ាងណានៅក្នុងភូមិស្រុកមួយនេះគឺមានតែលោកពូផលឪពុករបស់នីស័កតែម្នាក់ប៉ុណ្ណោះដែលចេះមន្តវិជ្ជាគោបាសនាទេនិងក្របីអដ្ឋាននោះបើសិនជាក្របីខ្មៅនោះគឺជាក្របីអដ្ឋានរបស់លោកគ្រូផលតើគាត់ធ្វើបែបនេះមកដាក់កូនប្រុសរបស់ខ្លួនឯងធ្វើអ្វីទៅព្រឹកឡើងថ្ងៃថ្មីអរុណរះជះរស្មីឲ្យភ្លឺចែងចាំងក្រាលក្រោបដែនព្រឹត្តិពីទាំងមូលយុធាកំឡោះសង្ហាដើរចេញអំពីផ្ទះឆ្ពោះទៅកាន់វាលស្រែវាលស្រូវនាខាងក្រោយផ្ទះខាងកើតភូមិប្រកបដោយទឹកមុខរីករាយព្រោះត្បិតរូបគេបានឃ្លាតកាយឆ្ងាយស្រកអស់កាលជាយូរក្រែងដែរហើយទេសភាពពេលព្រឹកព្រលឹមពិតជាជ្រុលជ្រាបដិតដាមជាប់ក្នុងអារម្មណ៍យុវៈកំឡោះយុធាដោយធម្មជាតិពណ៌ខៀវស្រងាត់ស្រែស្រូវពងរស់សំណាបទើបផ្សារព្រោះថ្មីកំពុងលូតលាស់ពន្លកថ្មីខ្លះខ្លីខ្លះវែងតាមសន្តានដើមត្នោតដុះខ្ពស់ទន្ទេតាមភ្លឺស្រែទេប្រប់ទីសំណាបលីឡប់ជាមួយនឹងខ្យល់ត្រជាក់បក់រំហើយផាយផាត់សែនរងាញញែកត្រជាក់សពប្រានកាយាយុធាដើរបោះជំហានមួយយ៉ាងអង្អាចឆ្ពោះសម្ដៅទៅវាលស្រែរបស់គេរំពេចនោះខណៈពេលអ្នកកំឡោះយុធាកំពុងដើរនៅលើភ្លឺស្រែសក់ក៏ស្រាប់តែឮសំឡេងប្រោចេញពីទីកន្លែងណាមួយពេលនោះអ្នកកំឡោះក៏ងាកភ្នែកក្រឡេកមើលទៅក៏ប៉ុន្តែមិនមានឃើញអ្វីគួរឲ្យកត់សម្គាល់នោះឡើយខណៈរំពេចនោះក៏ឮសំឡេងអ្នកណាម្នាក់ទំនងជាមនុស្សស្រីបានស្រែកសន្ធាប់នៅទីកំបាំងព្រៃខាងមុខដោយនៅពំសក់អ្នកកំឡោះសង្ហាក៏រត់ស្ទុះស្ទាយ៉ាងលឿនដើម្បីរកទីកន្លែងនោះបន្ទាប់ពីបានមកដល់ក្បែរគេក៏ឃើញនារីម្នាក់រៀងរូវសំសួនជាស្រីក្រមុំកំពុងឈរអបដៃខ្ទប់ភ្នែកស្រែកទន្ទ្រាំជើងហាក់ភ័យខ្លាចជាមួយនឹងអ្វីមួយហើយក៏និយាយដោយយកដៃម្ខាងចង្អុលទៅម្ដុំព្រៃខាងមុខដោយនិយាយថាខ្មោចលងខណៈនោះយុធាក៏និយាយប្រាប់ទៅកាន់នាងថាឯណាទៅខ្មោចមិនមានខ្មោចទេលោកក្រោយពីឮថាមិនអីនាងក្រមុំក៏បើកនេត្រាទាំងគូដោយដកហដ្ឋារបស់នាងចេញពីរង្វង់ភក្ត្រាទើបបានឃើញយ៉ាងជាក់ច្បាស់ថានាងក្រមុំគឺជារចនានួននារីដ៏ស្រស់ស្អាតដែលបានជិះរថយន្តឈ្នួលមកតាមផ្លូវជាមួយនឹងអ្នកកំឡោះនោះហើយក្រោយពីបើកភ្នែកឡើងស្រាប់តែក៏ភ្នែកដើរថ្លាទាំងគូក៏បើកធំហាក់ផិតភ័យក៏ប៉ុន្តែមិនមែនបានន័យថានាងភ្ញាក់ផ្អើលជាមួយនឹងអ្នកកំឡោះនោះឡើយគឺនាងក្រមុំកំពុងភ័យភ្ញាក់ផ្អើលជាមួយនឹងរូបភាពដែលនាងបានឃើញនៅក្នុងមុខនេះនោះគឺជាមុខមាត់ខ្មោចដែលមានមុខមាត់អាក្រក់ពោពេញដោយឈាមបានកំពុងធ្វើមុខធ្វើមាត់ដាក់រចនាប្រកបដោយការកាច់សាហាវរួចនាងក៏ស្ទុះចាប់តងកអ្នកកំឡោះ
អោបដោយភាពភ័យខ្លាចនាងក្រមុំបានស្រែកឡើងថាវាមកទៀតហើយមកទៀតហើយរំពេចវេលានោះយុទ្ធាក៏ងាកមើលទៅម្ដងទៀតសាជាថ្មីហើយក៏មិនបានឃើញមានខ្មោចខ្មាំងអ្វីឡើយឮតែសំឡេងប្រៀបដូចជាត្រីកំពុងលោតទន្ទ្រាំនៅក្នុងទឹកតែប៉ុណ្ណោះអ្នកកំឡោះបាននិយាយបន្តទៀតថាមិនមានអ្វីទេអូនឆាប់លេងដៃបងទៅខណៈនោះនាងក្រមុំរចនាហាក់បើកភ្នែកសស្លែតដោយភ្ញាក់រលឹកស្មារតីហើយក៏ចាប់ច្របាច់ករបស់គេដោយក្តីខឹងសម្បាព្រោះដឹងថានាយគឺជាមនុស្សដ៏គួរឲ្យស្អប់នៅក្នុងកែវភ្នែករបស់នាងក៏ប៉ុន្តែមានឯណាយុទ្ធាក៏ផ្្លាត់ស្តៀតរអិលជើងដួលបណ្ដាលឲ្យរចនានាងក្រមុំដួលទៅទាំងព្រមកន្ទ្រប់សង្កត់មកលើខ្លួនប្រាណរបស់យុទ្ធាសង្ហាយ៉ាងដំណំរចនាជិះលើករបស់យុទ្ធាទាំងដែលគេកំពុងដេកដួលនៅលើភ្លឺស្រែស្ទើរតែចង់លៀនអណ្ដាតពេលនោះអ្នកកំឡោះហាក់បើកនេត្រាធំធំព្រោះឃើញសភាពជាក់ស្ដែងទ្រង់ពិបាកយល់ខ្លាំងពេកដោយដឹងថាចក្ខុទាំងគូរបស់គេកំពុងចោលសម្លឹងមើលទៅតំបន់អាត់កំបាំងរបស់នាងរចនាក៏ស្ទុះងើបក្រោកនិងទាញអាវបិទផ្នែកដើមទ្រូងដែលលហបន្តិចហើយក៏និយាយជេរប្រតិចគេថាមនុស្សរកចិត្តភ្លាមនោះយុទ្ធាក៏ក្រាបឡើងរលាស់ខ្លួននិងយកដៃលាងទឹកថ្លុកស្រែក្បែរនោះក្នុងទឹកមុខស្មើហាក់ដូចជាអាអន់ចិត្តជាមួយនឹងនាងក្រមុំយើងតាមពិតទៅរចនានាងក៏មានដីស្រែលើទីនេះផងដែរត្បិតនាងនៅភូមិដែលដាច់ដោយឡែកពីអ្នកកំឡោះក៏ពិតមែនក៏ដោយចុះនៅគ្រាវេលានោះផងដែរស្របពេលដែរអ្នកទាំងពីរកំពុងមើលមុខគ្នាទៅវិញទៅមករបៀបពុំទាន់មានសន្តិភាពជាមួយគ្នានៅឡើយរំពេចនោះនីសាក៏បានពួនសំងំនៅខាងក្រោយព្រៃសង្កែជាមួយនឹងនីឡុញនិងនីឡុចដែលជាកូនចៅអាមីអាថោងរបស់គេផងដែរបន្ទាប់ពីយុទ្ធានិងរចនាបានត្រឡប់ទៅវិញជាមួយគ្នាផុតនីសាក៏សួរទៅកូនចៅរបស់គេទាំងពីរថាណែវើយពួកអពីរនាក់ពួកឯងស្គាល់អាមួយទើបចូលភូមិយើងនឹងអត់មើលទៅវាដូចជាចងកាត់មុខកាត់មាត់អញដល់ហើយហ៊ានស្កាត់ជួបអូនរចនារបស់អញផងនីឡុញបានបន្តតាមថាមែននឹងលបងសាក់អាមួយនេះវាពិតជាថ្លើមធំខ្លាំងណាស់ហ៊ានលុកថ្លើមលបងផងទុកឲ្យខ្ញុំចាត់ការវាទៅលបងភ្លាមនោះនីសាក៏តបថាមិនចាំបាច់ចង់ដឹងថាវាគឺជានរណានោះទេសំខាន់ពួកឯងទាំងពីរត្រូវកំចាត់វាឲ្យអញនៅយប់នេះតែម្ដងទៅខណៈនោះនីឡុចក៏និយាយប្រៀបដូចជាភ័យព្រួយថាលោកបងខ្ញុំខ្លាចតែវាចេះមុនវាជាអាគមទេលោកបងមើលទៅអាម្នាក់នេះរឿងរើរបស់វាពិតជាមិនមែនមនុស្សធម្មតានោះទេភ្លាមរំពេចនោះនីសាក៏យកដៃវីក្បាលនីឡុចដោយកំហឹងនិយាយថាបើអញប្រាប់ថាម៉េចឯងធ្វើតាមអញទៅនៅក្នុងភូមិនេះគ្មានអ្នកណាមួយអាចលើសអញបានទេបន្ទាប់មកពួកគេទាំងពីរនាក់ក៏ហាក់ស្ងាត់មាត់និងធ្វើតាមបញ្ជាដែលចៅវាយបង្គាប់ប្រាប់មិនយូរប៉ុន្មានវេលាយប់ក៏ឈានចូលមកដល់អ្នកកំឡោះយុទ្ធាជិះកង់លំហែកាយនៅពេលយប់ដើម្បីហាត់ប្រាណបញ្ចេញញើសដើម្បីកម្ចាត់ជាតិពុលក្នុងខ្លួនខណៈរំពេចនោះក៏ស្រាប់តែមានគោមួយយ៉ាងធំបានរត់កាត់នៅពីខាងមុខកង់របស់គេគោមួយក្បាលនោះវាមានស្នែងវែងនិងមុតស្រួចហើយមានភ្នែកពណ៌ក្រហមយ៉ាងចម្លែក
ភ្លាមរំពេញនោះនាយសាក់ក៏យកដៃវាយក្បាលនាយលុចដោយកំហឹងនឹងនិយាយថាបើអញប្រាប់ថាម៉េចឯងធ្វើតាមអញទៅនៅក្នុងភូមិនេះគ្មាននរណាមួយអាចលើសអញបានទេបន្ទាប់មកពួកគេទាំងពីរនាក់ក៏ហាក់ស្ងាត់មាត់កនិងធ្វើតាមតែបញ្ជាដែលចៅវាយនាយប្រាប់បង្គាប់មិនយូរប៉ុន្មានវេលាយប់ក៏ឈានជើងចូលមកដល់អ្នកកំឡោះយុធាជិះកង់លំហែកាយនៅពេលយប់ដើម្បីហាត់ប្រាណបញ្ចេញញើសដើម្បីកម្ចាត់ជាតិពុលនៅក្នុងខ្លួនខណៈរំពេញនោះក៏ស្រាប់តែមានគោះបាមួយក្បាលយ៉ាងធំបានរត់កាត់នៅពីខាងមុខកង់របស់គេគោះបាមួយក្បាលនោះវាមានស្នែងវែងៗនិងមុតស្រួចហើយមានភ្នែកពណ៌ក្រហមយ៉ាងចម្លែកគ្រាន់តែឃើញទស្សនវិជ្ជាបែបនេះភ្លាមអ្នកកំឡោះយុធាក៏ឈប់ធាក់កង់ស្ងៀមត្រឹងមួយកន្លែងចោលភ្នែកសម្លឹងមើលទៅគោបាយ៉ាងធំដែលដើរឆ្លងកាត់ទៅផុតនោះដោយសេចក្តីសង្ស័យខណៈពេលកំពុងគិតដោយការពិចារណាភ្លាមនោះក៏ស្រាប់តែនីឡុញនិងនីលុចបានដើរសម្ដៅមករកអ្នកកំឡោះយុធាយើងរំពេចនោះនីឡុញក៏ប្រាប់ទៅអ្នកកំឡោះថាឯងជាអ្នកចំណូលថ្មីមែនទេឆាប់ចុះពីលើកង់មកនិយាយជាមួយអញបន្តិចមើលគ្រានោះយុធាក៏ចុះវត្តជន្ទល់កង់រៀបបំរុងនឹងសួរនាំទៅគេវិញដែរទៅហើយស្រាប់តែនីលុចយកជើងធាក់កង់របស់អ្នកកំឡោះដួលក្រាំងនៅជីផ្លូវម្ខាងដោយក្តីសប្បាយរីករាយមិនតែប៉ុណ្ណោះនីលុញក៏ចូលរួមយកជើងទៅជន់នឹងទាត់ធាក់កង់របស់យុធាផងដែរហាក់ដូចជាការធ្វើបែបនេះវាធ្វើឲ្យពួកគេទាំងពីរនាក់បាត់បង់នៅភាពអបសក់យ៉ាងដូចនេះផងដែរពេលនោះយុធាក៏សួរទៅកាន់ពួកគេទាំងពីរដោយមិនយល់អំពីមូលហេតុថាតើកងខ្ញុំធ្វើអ្វីពួកបងទាំងពីរដែរមែនទេទើបបានជាទៅទាត់ធាក់កងរបស់ខ្ញុំយ៉ាងដូចនេះទៅវិញនីលុចក៏តបថាចុះបើអញចង់ទាត់ធាក់វាតើឯងវាយ៉ាងម៉េចដែរនីលុចនិងនីលុញនៅតែបន្តទាត់ធាក់កងរបស់គេដោយក្តីបំពីបំពៀននិងមិនខ្វាយខ្វល់អំពីយុធាឡើយគ្រារំពេញនោះក៏ស្រាប់តែយុធាកើតកំហឹងបណ្ដាលឲ្យកៅភ្នែកទាំងពីរចេញពណ៌ក្រហមមានពន្លឺនិងក៏សួរទៅពួកគេបែបកំហឹងថាខ្ញុំសួរម្ដងទៀតថាឈប់ឬអត់ចុះបើអត់ឯងចង់ធ្វើអីអញដោយមិននិយាយសួរនាំតប៉ែបន្តទៀតពេលនេះយុធាក៏យកដៃដាក់ក្បែរមាត់និងធ្វើមាត់ជីបអូចប្រៀបដូចជាសូត្រផ្លុំអ្វីម្យ៉ាងចេញពីក្នុងមាត់រួចគេក៏ស្ទុះលោតទៅទាត់ធាក់នាយទំនើងទាំងពីរនោះឲ្យខ្ទាតឃ្លាតឆ្ងាយអំពីកងរបស់គេភ្លាមនោះអ្នកទាំងពីរក៏ស្ទុះងើបនិងឈរសម្លឹងមើលយុធាដោយក្រសែភ្នែកភ័យស្លន់ស្លោប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ពួកគេទាំងពីរនាក់មិនព្រមចោះចាញ់ចោះញោមងាយនោះដែរនីលុចនិងនីឡុញក៏ហក់សម្រុកទាត់លើយុធាព្រមគ្នារហូតបណ្ដាលឲ្យគេដួលអស់គូតទៅលើដីដោយអស់ចំហលំនឹងខ្លួនភ្លាមរំពេចនោះអ្នកទាំងពីរក៏រៀបបំរុងនឹងមកវាទាត់ធាក់មកលើគេម្ដងទៀតទៅហើយក៏ប៉ុន្តែខណៈនោះយុធាហាក់ក្តាប់ដៃណែនបើកកែវនេត្រាថ្លាមុតនិងសោតអ្វីមួយនៅក្នុងមាត់រួចក៏យកដៃដល់ទៅលើដីសូដឹបរំពេចនោះអ្នកទាំងពីរក៏ប៉ាងខ្ទាតធ្លាក់ចូលទៅក្នុងទឹកស្រែប្រងបែកទឹកខ្ចាយដោយអារម្មណ៍ពោពេញដោយកំហឹងអ្នកកំឡោះក៏លូតខ្លួនឈរត្រង់ភ្លឹងនិងរៀបបំរុងប្រដៅអ្នកទាំងពីរថែមទៀតទៅហើយតែពេលនោះពួកគេក៏បានលើកដៃសំពះអ្នកកំឡោះយើងដោយនិយាយអង្វរកថាកុំធ្វើបាបខ្ញុំសុំចាញ់ហើយក្រោយពីដឹងថានាយទំនើងទាំងពីរហាក់ខ្លាចញញើតចំពោះខ្លួនយ៉ាងដូចនេះយុធាក៏ដៀងភ្នែកក្រឡេកទៅមើលជំហៀងមកខាងទៀតក៏ឃើញថាមានគោបាមួយក្បាលបានកំពុងរត់សម្ដៅមកកាន់គេក៏ប៉ុន្តែនៅពេលនោះអ្នកកំឡោះក៏យាដៃក្រវាសទៅតាមខ្យល់មួយដៃជាហេតុនាំឲ្យគោបានោះផ្លោងខ្ទាតនិងក៏คล้ายទៅជា
គោដីដំបូកក្នុងមួយប្រព្រឹត្តភ្នែកជាមួយគ្នានោះយុធាក៏បាននិយាយប្រាប់ទៅពួកគេទាំងពីរថាខ្ញុំប្រាប់ឲ្យហើយណាខ្ញុំមិនចេះលេងច្រើនទេតែបើមេរបស់ពួកឯងចង់លេងជាមួយខ្ញុំនោះមេរបស់ពួកឯងគិតខុសហើយខ្ញុំមិនមែនអ្នកលេងទេខ្ញុំគឺអ្នកមែនបន្ទាប់ពីឃើញទ្វេដៃរបស់អ្នកកំឡោះហាក់មើលទៅពុំមែនជាមនុស្សធម្មតាពួកគេទាំងពីរក៏ងើបក្រោកយ៉ាងស្ទុះស្ទាដោយភាពភ័យតក់ស្លុតហើយក៏រត់ផាសក្រញ៉ាំចេញផុតអំពីក្រសែភ្នែករបស់ពួកគេពេលនោះផងទៅតាមពិតក្នុងរូបភាពជាក់ស្ដែងមែនទែនទៅយុធាក៏មានសមត្ថភាពក្នុងវិជ្ជាមន្តអាគមនេះមិនធម្មតានោះដែរប៉ុន្តែគ្រាន់តែមិនចង់អួតអាងឬក៏យកវិជ្ជាទាំងនោះទៅធ្វើបាបគេតែប៉ុណ្ណោះមួយស្របក់បានបន្តិចយុធាក៏ជិះកង់ត្រឡប់ចូលមកក្នុងភូមិរបស់គេវិញក្រោយពីជិះកង់បានមកដល់ពាក់កណ្ដាលផ្លូវជិតដើមភូមិយុធាក៏ប្រទះនៅមនុស្សមួយក្រុមមានគ្នា3នាក់ប៉ុន្តែ2នាក់ទៀតបើចាំមិនខុសទេនោះគឺជានីឡុញនិងនីលុចដែលស្ថិតក្នុងសភាពទតុកអាវជោគប្រានបានកំពុងឈរអមសងខាងមេរបស់គេដែលកំពុងស្ទាក់រារាំងផ្លូវនារីម្នាក់កុំឲ្យជិះម៉ូតូមកបានឃើញដូច្នេះយុធាក៏ជិះធាក់កង់ទៅលឿនវឹងក្បែរនោះហើយភ្លាមនោះក៏ស្គាល់ថានារីម្នាក់នោះនាងគឺជារចនាបានកំពុងធ្វើមុខរញើតទល់ជាមួយនេសាទគ្រាវេលានោះយុធាក៏សួរទៅនាងក្រមុំថាតើមានរឿងអ្វីមែនទេគ្រាន់តែឃើញវត្តមានអ្នកកំឡោះភ្លាមក្រុមបរិវារអាមីអាថោង2នាក់ទៀតនោះក៏ហាក់ភ័យស្រឡាំងកាំងរត់ចេញមកមកខាងដោយភាពភ័យញាប់ញ័ររំពេចនោះនាយសាក់ក៏ប្រាប់ទៅកាន់យុធាថាវាមិនមែនជារឿងឯងទេអាអ្នកចំណូលថ្មីវេលានោះរចនាក៏បាននិយាយទៅកាន់នាយសាក់ថាបងសាក់ឆាប់ជិះផ្លូវខ្ញុំទៅខ្ញុំប្រញាប់ទៅផ្ទះខណៈនោះនាយសាក់មិនបានជិះចេញពីខាងមុខម៉ូតូរបស់នាងឡើយផ្ទុយទៅវិញគេនៅតែបន្តរំខានរារាំងផ្លូវរបស់នាងជាដដែលហើយសួរនាងបញ្ជាក់ថាបើរចនាចង់ទៅឥឡូវអូនឆ្លើយប្រាប់មកថាអូនព្រមធ្វើសង្សារបងឬទេរំពេញនោះនាងក្រមុំហាក់ខឹងនិងបានឆ្លើយយ៉ាងខ្លីខ្លឹមថាអត់ទេនិយាយរួចនាងក៏បញ្ឆេះម៉ូតូរួចក៏ជិះបរទៅមុខដោយមិនមើលមុខអ្នកណាទាំងអស់គ្រាន់តែឃើញបែបនេះយុធាក៏ចាប់សោយចំអកដោយមើលមុខនិសាដោយការហួសចិត្តខ្មាស់ចំនួននិងក៏ចាប់ជិះធាក់កង់ទៅផ្ទះហាក់ពុំបានទៅចាប់អារម្មណ៍ជាមួយនិសាដែលកំពុងខឹងសម្បាជាមួយនឹងគេឡើយទន្ទឹមពេលនោះនិសាហាក់ដូចជាចង់ហក់ស្ទុះទៅប្រដៅអ្នកកំឡោះឲ្យស្គាល់ថ្នាំខ្លាំងម្ដងក៏ប៉ុន្តែនីលុចនិងនីលុញក៏ចាប់ខាត់គេកុំអីលោកបងខ្ញុំថាវានិសាតបវាយ៉ាងម៉េចមិនបានជិះខ្លាចវាក្រែងអញឲ្យពួកឯងកំចាត់វានោះអីមិនក៏បណ្ដោយទុកឲ្យវាមកប្រហើនតែអញបែបនេះទៅវិញភ្លាមនោះពួកគេទាំងពីរនាក់មិនបានឆ្លើយតបដោះស្រាយជាមួយចៅវាយរបស់ខ្លួនភ្លាមនោះទេលុះនៅពេលដែរនិសាដែលជាចៅវាយនាយបានអន់ថយកំហឹងបានបន្តិចទើបអ្នកទាំងពីរនិយាយរៀបរាប់រាយរាប់ជម្រាបប្រាប់អំពីដំណើរដើមតងដែលពួកគេបានជួបប្រទះនៅពេលមុននេះគ្រាន់តែបានដឹងថាអ្នកកំឡោះយុធាមិនមែនជាមនុស្សសាមញ្ញធម្មតាដូចអ្វីដែលខ្លួនបានគិតគេហាក់ប្រែទឹកមុខមាំខំថ្មិញបើកភ្នែកមុតធំនិងក្តាប់ដៃណៃព្រោះកំពុងឆេះឈួលដោយដឹងថាអ្នកចេះមុនវិជ្ជាអាគមស្មើនឹងខ្លួនដែរនិសាបាននិយាយថាបើវាចេះដូចពាក្យពួកឯងបាននិយាយមែនចាំមើលទុកឲ្យវាលេងជាមួយអាសាអញម្ដងមើលព្រោះអញកំពុងអបសក់ស្រាប់ផងរាល់ថ្ងៃនេះពេលនោះនិសាជប់របស់ពិតហើយ
នៅចាំមើលបន្តទៀតថារវាងយោធានិងនិស្សិតតើមួយណាខ្លាំងជាងមួយណាដែរទៅប៉ុន្មានថ្ងៃកន្លងផុតទៅនៅក្នុងភូមិស្រុកចេះតែកើតមានរឿងហេតុការណ៍មិនចេះចប់សត្វចិញ្ចឹមរបស់អ្នកភូមិតែងតែមានស្លាប់អន្តរធានពីមួយថ្ងៃទៅមួយថ្ងៃក៏ប៉ុន្តែសភាពសត្វធានដែលបានស្លាប់ងាប់ទាំងនោះគឺហាក់មិនមានឃើញគ្រឿងក្នុងឬមានសភាពល្អនោះឡើយពលគឺផ្នែកខ្លះត្រូវបាត់ក្បាលផ្នែកខ្លះត្រូវបានបាត់ថ្លើមកោះពោះវៀននិងផ្នែកខ្លះទៀតត្រូវខ្ទេចជាំសាច់រាងកាយទាំងមូលដោយបន្សល់នៅស្នាមក្រចកវែងមិនតែប៉ុណ្ណោះលើសពីនេះទៅទៀតកុំថាឡើយតែសត្វធាតុសំបីតែមនុស្សក៏មានស្លាប់ផងដែរហើយសភាពគឺពិបាកនឹងទទួលយកជាទីបំផុតហើយក៏មិនមានខាងសមត្ថកិច្ចណាអាចវិចរកមុខជនបកនោះបានឡើយតែរយៈវេលាអ្នកភូមិនេះកំពុងចោមរោមមើលសាក់សពនារីម្នាក់បានកំពុងដេកស្លាប់យ៉ាងអនាយធមនៅក្រោមដើមពុទ្រាជាប់របងវត្តលុះនៅពេលដែរមើលមុខច្បាស់ក៏ស្គាល់ថាគឺជានារីម្នាក់ដែលនីសាបានជួបតាំងពីដំបូងនិងក៏បានសាកមន្តវិជ្ជាអាគមរបស់គេដាក់ទៅកាន់នាងក៏ប៉ុន្តែมันបានសម្រេចការស្លាប់របស់នាងហាក់មានសភាពសាហាវព្រៃផ្សៃជាទីបំផុតតំណងអ្នកដែលធ្វើបាបនាងនោះគេពិតជាមនុស្សមានភាពកាចសាហាវមិនស្គាល់បនបាបនោះទេស្របពេលជាមួយគ្នានោះយុធាក៏បានដើរទៅជិតក្បែរនិងពិនិត្យមើលពីក្បាលរហូតដល់ចុងជើងហើយក្រសែភ្នែកគឺពិតជាមានក្តីតក់ស្លុតក្រៃលែងបំផុតព្រោះពោះរបស់នាងត្រូវបានធ្លុះធ្លាយហាក់ដូចជាជនបង្កនោះបានខ្វែយកអ្វីមួយពីក្នុងពោះរបស់នាងនៅពេលគិតមកដល់ត្រឹមនេះស្រាប់តែឮពាក្យពេចន៍ចេញពីមាត់អ្នកភូមិមកថានារីម្នាក់នោះជាមនុស្សមានសតិមិនគ្រប់និងរាល់ថ្ងៃរស់នៅតែជាមួយលោកយាយចំណាស់ហើយអ្នកភូមិក៏តែងតែឃើញនិស្សិតឧស្សាហ៍ទៅឆាឆៅនិងរករឿងនាងសឹងពំលោះថ្ងៃក៏ព្រោះតែលោកយាយរបស់នាងជំពាក់បំណុលខ្ចីបុលពីលោកពុផលដែលជាឪពុករបស់និស្សិតដូច្នេះហើយទើបបានជានាយឧស្សាហ៍ទៅរាវឆាវរំខានគ្រួសាររបស់នាងយ៉ាងដូចនេះបន្ទាប់ពីគិតពិចារណាតាមការគួរអាចធ្វើឲ្យអ្នកកំឡោះបានយល់ភ្លាមថារឿងហេតុដល់អាក្រក់ខូខើទាំងនេះនិងរឿងងាប់សត្វធាតុចិញ្ចឹមទាំងអំបាលបានទៀតវាគឺជាស្នាដៃរបស់ក្រុមនេសាទនិងស្ម័គ្របកពួករបស់គេជាក់ជាពុំខានឡើយប៉ុន្តែគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលមនុស្សនៅក្នុងភូមិនេះពុំអាចធ្វើអ្វីវាបានខណៈពេលកំពុងឈរមើលសម្លឹងសាកសពនារីដ៏កំសត់ស្លាប់យ៉ាងវេទនាពេលនោះក៏ឮសំឡេងម៉ូតូនរណាមួយបានជិះមកសំដៅទីនេះទំនងជាសាច់ញាតិក៏ប៉ុន្តែលុះពេលអ្នកកំឡោះងាកទៅមើលក៏ស្គាល់ថាជារចនាបុប្ផាឆ្នះប្រចាំភូមិត្បូងទៅវិញទេរចនាក្រមុំគ្រាន់តែមកដល់ភ្លាមឃើញទស្សនវិជ្ជាបែបនេះស្ដាយទាំងមុខនាងហាក់ភ័យស្លន់ស្លោស្ទើរតែចង់កាំងបេះដូងរួចក៏សួរទៅអ្នកភូមិដែលកំពុងឈរចោមរំមើលក៏ប៉ុន្តែម្នាក់ហាក់ដូចជាមិនហ៊ាននិយាយបញ្ចេញមតិតាក់ទងនឹងការស្លាប់របស់អ្នកស្លាប់បានឡើយដោយអ្នកទាំងនោះខ្លះក្រវីក្បាលតិចប្រៀបដូចជាមិនចង់ឆ្លើយឯខ្លះទៀតក៏លើកដៃប្រាប់ជាសញ្ញារបៀបដូចជាអាកមន់ដោយចង់បញ្ជាក់ថាពួកគេមិនអាចនិយាយអំពីរឿងនេះបាននោះទេគណៈរំពេចនោះយុធាដែលឈរនៅគៀកក្បែរនោះគេក៏និយាយថាករណីនេះមិនមែនជាការសម្លាប់ដោយគំនុំគុំគួននោះទេបើតាមមើលអ្នកស្លាប់នោះគឺគេមានបំណងចង់ខ្វេះយកកូនពីក្នុងពោះអ្នកស្លាប់ប៉ុណ្ណោះហើយបុគ្គលនោះគឺគ្មានអ្នកណាក្រៅអំពីពពួកក្រុមរៀនមន្តវិជ្ជាអាគមដេរឆានោះទេគ្រាន់តែប្រយោជន៍ផ្ទាល់ខ្លួនសោះកោតតែវាហ៊ានសម្លាប់មនុស្សដោយមិនគិតគូរពិចារណាអញ្ចឹងសោះយុធាខឹងជាពុនពេកក្តាប់ដៃណែនបើកភ្នែកមុតថ្លា
ហើយក៏ដឹងថាជនបង្កនោះជានរណាដែររំពេចភ្លាមនោះរចនាក៏លួចដៀងភ្នែកមើលមុខអ្នកកំឡោះដោយពុំចំមុខជាពិសេសគឺកែវភ្នែកមួយថ្លាបញ្ជាក់ពីភាពដាច់ស្រេចនិងទម្រង់មុខសង្ហាហេតុអ្វីដែលនាងចាប់អារម្មណ៍ជាងគេនោះគឺសំដីសំដៅមើងម៉ាត់របស់គេហាឡើងហាក់ពោពេញដោយទំនុកចិត្តនេះគឺជាពេលដំបូងដែលនាងក្រមុំស្រស់ស្រីយើងមានអារម្មណ៍ថាចូលចិត្តអ្នកកំឡោះយើងនិងកាន់តែចាប់អារម្មណ៍ខ្លាំងជាងពេលណាទាំងអស់រចនាក៏ដើរមកគៀកក្បែរនឹងយុធានិងព្យាយាមសួរទៅកាន់គេដោយសំឡេងពុំចង់ឮថាបងមានដឹងទេតើនរណាជាអ្នកសម្លាប់គាត់អ្នកកំឡោះសង្ហាក៏និយាយចំថាពេលគ្មានអ្នកណាក្រៅពីអ្នកដែលតាមសំស្នេហ៍អូនឯងកាលពីលើកមុននោះទេណាហើយបងនិយាយលេងទេបន្តិចទៀតអូននឹងដឹងហើយប៉ុន្តែបងសំទឿនណាកុំសូវឲ្យអានីស័កគេនោះនៅក្បែរអូនពេកស្ដាប់ពីដំបូងនាងហាក់ចង់ខឹងលុះពេលបានលើបានមកត្រឹមចុងប្រយោគស្រាប់តែនាងប្រែជាញញឹមហើយក៏ឆ្លៀតសួរសំណួរបែបលេងសើចមកគេវិញថាមិនទៅបានជាមិនឲ្យខ្ញុំនៅក្បែរអាបងស័កមិនខ្លាចខ្ញុំសារភាពថាព្រមស្រឡាញ់គាត់មែនទេសង្ស័យណាអាពូននឹងលួចប្រច័ណ្ឌគេហ្មងខណៈនោះយុធាប្រែមុខចង់ចិញ្ចើមហើយក៏តបទៅនាងវិញថាប្រច័ណ្ឌឈួតគ្រាន់តែនិយាយរួចគេក៏ដើរចេញទៅវឹងហាក់បីដូចជាខឹងជាមួយនឹងអ្នកណាម្នាក់ហើយពេលនោះនាងធ្វើមុខលេងឡងហើយជួនពេលនោះក្រុមគ្រួសារសពក៏បានមកយកសពរបស់សាច់ញាតិរបស់គេផងដែរដែលឡែកនៅពេលជាមួយគ្នានោះនីសាក៏បានដើរចេញអំពីក្នុងខ្ទមអាសនៈរបស់គេនៅចំការជ័យខាងក្រោយផ្ទះនៅក្នុងដៃក៏មានកាន់របស់អ្វីមួយយ៉ាងរៀងសន្តានប៉ុនពីរធ្នប់ដៃរុំដោយអំបោះពណ៌សស្រដៀងដូចជាកូនទីរូបបើគិតមិនខុសទេនោះទំនងជាកូនក្រក់របស់គេនោះហើយពេលនោះនីស័កក៏បាននិយាយនៅចំពោះមុខបរិវាររបស់គេទាំងពីរនាក់ថាចាប់ពីពេលនេះតទៅគ្មាននរណាម្នាក់អាចមកបំផ្លាញផែនការរបស់យើងបានឡើយកុំថាឡើយអាយុធអាម៉ាស៊ីចំណូលថ្មីនោះសម្បីតែឪពុកយើងក៏មិនអាចហាមឃាត់យើងបានដែរខណៈនោះនីលុញនិងនីលុចហាក់មើលមុខគ្នាទៅវិញទៅមកប្រកបដោយភាពភ័យខ្លាចញាប់ញ័រប៉ុន្តែក្នុងកលៈទេសៈនេះអាចនិយាយបានថាពួកគេមិនមែនមានរូបរាងជាមនុស្សទៀតឡើយពលគឺម្នាក់សុទ្ធតែមានមុខមាត់អាក្រក់សក់វែងអន្លាយអន្តែអន្តាយក្រចកដោះវែងមុតស្រួចធ្មេញដោះចេញវែងគួរឲ្យខ្លាចព្រោះត្បិតពួកគេទាំងពីរគឺលែងស៊ីបាយដូចមនុស្សទៀតហើយជាក់ស្ដែងគឺស៊ីសាច់ស្រស់ឈានស្រស់ជាអាហារប្រៀបដូចជាព្រីបិសាចយ៉ាងដូចនេះមិនយូរប៉ុន្មានវេលាយប់ក៏ចាប់ផ្ដើមរំកិលមកខ្សែជាថ្មីស្បៃរាត្រីអន្តកាលងងឹតសុនសងចូលមកក្រាលក្រោបភូមិឋានទាំងមូលរចនាកំពុងចំពងងូតទឹកនៅពីងទឹកចំហៀងផ្ទះគណៈរំពេចនោះក៏មានអ្នកណាបានដើរមកក្នុងសភាពស្រមោលខ្មៅស្ទង់បំរុងចូលមកទីនេះគ្រានោះរចនាក្រមុំក៏ហាក់ដឹងមុននឹងងូតទឹកយ៉ាងរស់រានដើម្បីប្រញាប់ឡើងទៅខាងលើផ្ទះជៀសវាងមានអ្នកមកគ្រប់ខានយាយីលើរូបនាងព្រោះថានៅក្នុងផ្ទះរបស់នាងគឺនៅតែរូបនាងតែម្នាក់ប៉ុណ្ណោះត្បិតឪពុកជាប់រវល់ទៅបននៅផ្ទះគេឆ្ងាយពីភពបាននិយាយទៅគឺនៅខាងជើងភូមិឯណោះនៅពេលនោះគ្រាន់តែនាងឡើងទៅខាងលើផ្ទះពុំតាន់ទេស្រាប់តែលេចរូបរាងនេះសាក់មកចាប់អោបនាងផ្លែតនិងនិយាយគំរាមនាងថាកុំរើកុំស្រែកឆាប់មកតាមបងមកបើមិនចង់ងាប់នោះទេ
នៅក្នុងដៃក៏មានការរបស់អ្វីម្យ៉ាងរៀងសន្តានប៉ុនពីធ្នប់ដៃរួមដោយអំបោះពណ៌សស្រដៀងដូចជាកូនទារកបើគិតមិនខុសនោះទេទំនងជាកូនក្រក់របស់គេនោះហើយពេលនោះនេសាក៏បាននិយាយនៅចំពោះមុខបរិវាររបស់គេទាំងពីរថាចាប់ពីពេលនេះតទៅគ្មាននរណាម្នាក់អាចមកបំផ្លាញផែនការរបស់យើងបានឡើយកុំថាឡើយអាយុធអាម៉ាស៊ីចំណូលថ្មីនោះសំបីតែឪពុកយើងក៏មិនអាចហាមយើងបានដែរខណៈនោះនីឡុញនិងនីលុចហាក់មើលពុកគ្នាទៅវិញទៅមកប្រកបដោយភាពភ័យខ្លាចញាប់ញ័រប៉ុន្តែនៅក្នុងកលៈទេសៈនេះអាចនិយាយបានថាពួកគេមិនមែនមានរូបរាងជាមនុស្សទៀតឡើយពលគឺម្នាក់សុទ្ធតែមានមុខមាត់អាក្រក់សក់វែងអន្លាយអន្តែអន្តាយក្រចកដោះវែងមុតស្រួចធ្មេញដោះចេញវែងគួរឲ្យខ្លាចព្រោះត្បិតពួកគេទាំងនោះគឺលែងស៊ីបាយដូចជាមនុស្សទៀតហើយជាក់ស្ដែងគឺស៊ីសាច់ស្រស់ឈាមស្រស់ជាអាហារប្រៀបដូចជាព្រាយបិសាចយ៉ាងដូច្នោះមិនយូរប៉ុន្មានវេលាយប់ក៏ចាប់ផ្ដើមរំកិលមកដល់សាជាថ្មីស្បៃរាត្រីអន្តកាលដល់ងងឹតសូនសងចូលមកក្រាលក្របភូមិឋានទាំងមូលរចនាកំពុងចំពងងូតទឹកនៅពីងទឹកចំហៀងផ្ទះខណៈរំពេចនោះក៏មានអ្នកណាបានដើរមកក្នុងសភាពស្រមោលខ្មៅស្ទង់បំរុងចូលមកទីនេះគ្រានោះរចនាក្រមុំក៏ហាក់ដឹងមុននឹងងូតទឹកយ៉ាងរស់រាន់ដើម្បីប្រញាប់ឡើងទៅខាងលើផ្ទះជៀសវាងមានអ្នកមករំខានយាយីមកលើរូបនាងព្រោះថានៅក្នុងផ្ទះរបស់នាងគឺនៅតែរូបនាងតែម្នាក់ឯងប៉ុណ្ណោះត្បិតឪពុកជាប់រវល់ទៅបននៅផ្ទះគេឆ្ងាយពីភូមិបាននិយាយទៅគឺនៅខាងជើងភូមិឯណោះនៅពេលនោះគ្រាន់តែនាងឡើងទៅដល់ខាងលើផ្ទះពុំទាន់ទេស្រាប់តែលេចរូបរាងនេសាមកចាប់អោបនាងផ្លែតនិងនិយាយគំរាមនាងថាកុំរើកុំស្រែកឆាប់មកតាមបងមកបើមិនចង់ងាប់នោះទេរំពេចនោះខណៈពេលនេសាចាប់អោបរិទ្ធរាងកាយតូចស្ដើងរបស់ស្រស់ស្រីដោយយកដៃបិទកន្ទប់មាត់មិនឲ្យនាងស្រែកស្រដីបង្កជាការភ្ញាក់ផ្អើលទៅបានក៏ស្រាប់តែយុធាក៏ស្ទុះចេញមកវឹងដូចជាភ្លេចបន្ទោលនិងហក់ធាក់មកលើនេសាឲ្យខ្ទាតឃ្លាតឆ្ងាយអំពីនាងក្រមុំរចនាយ៉ាងមិនគួរឲ្យជឿផ្ទាល់នៅនឹងភ្នែកបន្ទាប់មកអ្នកកំឡោះយុធាក៏យកអាវក្រៅរបស់គេមកពាក់ឲ្យនាងដើម្បីបិទបាំងភាពអៀនខ្មាស់ដោយនិយាយប្រាប់នាងថាឆាប់ឡើងទៅខាងលើផ្ទះទុកឲ្យបងចាត់ការវានិស័កយប់នេះយើងនឹងដឹងសខ្មៅជាមួយគ្នាមិនខានឡើយភ្លាមនោះរចនានាងក៏រត់ឡើងទៅខាងលើផ្ទះដោយភាពភ័យខ្លាចប៉ុន្តែពេលនោះគ្រាន់តែនិស័កបានឃើញភ្លាមស្រាប់តែគេបានធ្វើឲ្យទ្វារដែលនៅលើផ្ទះនោះបិទក្រាំងចិត្តឈឹងដោយខ្លួនឯងតែទោះបីជាយ៉ាងណាក៏ដោយនៅពេលនោះយុធាក៏ធ្វើឲ្យទ្វារនោះបើកទៅវិញតតែបានភ្លាមនោះនិស័កខឹងណាស់ហើយក៏ប្រាយទឹកមុខមាំមួយរំពេចនិងនិយាយលឺថាអាពីក្បាលពួកឯងឆាប់ចេញមកកំចាត់វាមកគ្រាន់តែគេនិយាយភ្លាមស្រាប់តែខ្យល់ក៏ចាប់ផ្ដើមបោកបក់យល់យកយ៉ាងខ្លាំងផ្គររន្ទះផោងផាំងភ្លេចបន្ទោលព្រាកភ្លឺចែងចាំងបានបន្តិចក៏លើកចេញនីលុចនិងនីឡុញពីទីងងឹតប៉ុន្តែសភាពរបស់ពួកគេគឺមិនមែនជាមនុស្សនោះទេតែមកស្ថិតនៅក្នុងរូបភាពគួរឲ្យខ្លាចរអាជាទីបំផុតមុខមាត់រលេះរលួយភ្នែកបើកលៀនជើងដៃវែងប្រៀបដូចជាអសូរកាយបានកំពុងដើរសម្ដៅវីប្រហារយុធាដោយភាពខឹងក្រោធឆាប់សម្លាប់វាទៅអាកូនឪនិស័កបង្គាប់បញ្ជាឲ្យពួកខ្មោចព្រាយកំបាំងមុខទាំងពីរកំចាត់មកលើអ្នកកំឡោះប៉ុន្តែពេលនោះដោយហេតុថាយុធាក៏ជាមនុស្សរៀនចេះវិជ្ជាទាំងនោះដែរអ្នកសង្ហាក៏ស្ទុះស្ទាម្នាសូត្របាលីគាថាចេញក្របីខ្មៅមួយក្បាលដែលមានស្នែងវែងហើយក្របីអថន្តនោះក៏ហក់ស្ទុះទៅវិប្រហាប្រយុទ្ធតតាំងជាមួយខ្មោចព្រាយរបស់និស័កយ៉ាងអង់អាចក្លាហាន
រំពេញនោះនីស័កហាក់ភ្លឺភ្នែកបើកក្របភ្នែកធំធំសម្លឹងទៅក្របីខ្មៅនោះដោយសេញចឹងក្នុងចិត្តតាមពិតក្របីមួយក្បាលនោះគឺជាក្របីដែលគេបានឃើញកាលពីមុននោះហើយមួយវិញទៀតអ្វីដែលនឹកស្មានពុំដល់គឺក្របីខ្មៅមួយនោះតាមពិតវាគឺជាក្របីអាគមរបស់កំឡោះយុធាយើងអញ្ចឹងបានន័យថាយុធាគឺគេបានដឹងតាំងពីដំបូងមកម្លេះថានីស័កគឺជាមនុស្សចេះវិជាអាគមងងឹតឆាកប្រយុទ្ធរវាងក្របីអាគមនិងខ្មោចព្រាយបិសាចកំពុងប្រព្រឹត្តទៅយ៉ាងគួរឲ្យស្រើស្រើបប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ខ្មោចព្រាយពីរក្បាលនោះពុំអាចធ្វើអ្វីក្របីខ្មៅបានឡើយចុងក្រោយខ្មោចព្រាយរបស់នីស័កក៏ស្លាប់រលាយខ្លួនចេញពីរាងកាយនីលុចនិងនីលុញក្នុងពេលនោះទៅដោយឃើញថានៅទីបរិវេណផ្ទះរបស់លោកតាសុកហាក់មានផ្លេចបន្ទោលឆ្វេងឆ្វាតខុសពីសភាពធម្មតាអ្នកភូមិក៏នាំគ្នាទៅលបមើលហើយក៏បានឃើញថានាយុទ្ធនិងនីស័កកំពុងប្រយុទ្ធទល់គ្នាដោយប្រើអាគមបន្ទាប់ពីប្រើក្រុមបរិវារធ្វើអ្វីយុធាពុំបាននីស័កក៏ប្រើកូនក្រក់របស់គេដែលជាជំរើសចុងក្រោយដើម្បីឲ្យមកកំចាត់អ្នកកំឡោះខណៈនោះយុធាក៏បានប្រាប់ទៅកាន់កូនក្រក់នោះថាអាតូចឯងកុំស្ដាប់បញ្ជាសោះវានេះហើយដែលជាអ្នកសម្លាប់ម្ដាយរបស់ឯងនោះកុំស្ដាប់វាអីសោះភ្លាមនោះនីស័កក៏ស្រែកគំរាមកូនក្រក់នោះថាឆាប់ស្ដាប់យើងអាកូនឪបើឯងមិនស្ដាប់យើងទេយើងនឹងវាយប្រដៅឯងមិនខានឡើយភ្លាមនោះកូនក្រក់ហាក់ដូចជាមានអាការៈស្រែកឃ្លាននៅចំណៃហើយទឹកមុខរបស់គេក៏ប្រែជាស្ងួតស្ងប់រំពេចនិងសម្លឹងមើលមុខនីស័កដោយកំហឹងរំពេចនោះនីស័កក៏គំរាមទៅកូនក្រក់ភ្លាមថាឯងចង់ស៊ីរំពាត់សិលរបស់យើងតើមែនទេទើបបានជាមិនស្ដាប់យើងឆាប់ទៅសម្លាប់ភ្លាមទៅតែទោះបីជាយ៉ាងណាកូនក្រក់នៅតែមិនខ្លាចក៏ព្រោះតែសេចក្តីស្រែកឃ្លានរបស់គេនៅពេលនេះវាធំធេងជាងនៅទីបំផុតពពួកវិញ្ញាណខ្មោចព្រាយដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់គេទាំងអំបាលម៉ានក៏បានរបូតចេញមកខាងក្រៅនិងក៏បានបែរមុខមករកនីស័កទន្ទឹមគ្នានោះដែរដោយសារតែអំពើបាបដែលខ្លួនបានសាងកន្លងមកខ្មោចព្រាយបិសាចនិងកូនក្រក់ដ៏កំសត់ក៏ស្ទុះហក់មកច្របាច់កសម្លាប់នីស័កក្នុងពេលនោះទៅលុះពេលព្រឹកឡើងអ្នកភូមិដែលរស់នៅជាប់គ្នាទាំងពីរភូមិរួមទាំងតាសុកនិងពូផលដែលជាឪពុករបស់នីស័កក៏រៀបចំបូជាសពនីស័កដោយមិនមានធ្វើពិធីអ្វីឡើយនេះគឺស័ក្តិសមហើយដែលពូផលជាឪពុកមិនព្រមអនុញ្ញាតឲ្យអ្នកភូមិរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលឲ្យកូនគាត់នោះឡើយព្រោះគាត់គិតថាទោះកំហុសរបស់កូនគាត់គឺមិនអាចលើកលែងបានឡើយប៉ុន្តែចិត្តជាឪពុកគឺនៅតែពុំអាចទទួលយកនៅអារម្មណ៍ដែលកូនរបស់ខ្លួនសាងកំហុសដាក់ខ្លួនឬក៏ប្រព្រឹត្តអ្វីដែលពុំសមរម្យតាមច្បាប់ទម្លាប់នោះដែរចិត្តឪពុកម្ដាយគឺតែងតែចង់ឲ្យកូនល្អជានិច្ចដោយឡែកយុធានិងរចនាពួកគេទាំងពីរនាក់ក៏កំពុងមើលចិត្តគ្នាបណ្ដាទៅហើយដែរ